បងប្អូនជាងសំណង់យើងទាំងអស់គ្នាណាបាទមានពាក្យមួយចំនួនដែលយើងប្រើនៅលើវិស័យសំណង់នេះមានពាក្យខ្លះយើងធ្លាប់ឮដូចជាពាក្យសម្ភារៈពាក្យឧបករណ៍ពាក្យបរិក្ខារអញ្ចឹងយើងធ្លាប់ឮពាក្យទាំងអស់ហ្នឹងប៉ុន្តែជាងយើងគឺបែងចែកពាក្យទាំងអស់ហ្នឹងអត់ដាច់ទេតើមួយណាជាសម្ភារៈមួយណាជាឧបករណ៍មួយណាជាបរិក្ខារអញ្ចឹងថ្ងៃនេះខ្ញុំបាទជាងរិទ្ធបាទសូមចែករំលែកជាចំណេះដឹងទុកជូនបងប្អូនជាងគ្នាយើងបាទពាក្យថាសម្ភារៈគឺជាសម្ភារៈទាំងឡាយណាដែលយើងប្រើទៅអស់បងប្អូនបាទដូចជាខ្សាច់ដូចជាស៊ីម៉ង់តដូចជាថ្មឥដ្ឋអីហ្នឹងអាហ្នឹងយើងប្រើទៅអស់បងប្អូនអាហ្នឹងគេហៅថាសម្ភារៈហើយរីឯឧបករណ៍គឺជាឧបករណ៍ទាំងឡាយណាដែលយើងប្រើម្ដងហើយយើងអាចយកមកប្រើម្ដងទៀតបាទឧទាហរណ៍ដូចជាប៉ែលដូចជាញញួរដូចជាកបាក់លាយស៊ីម៉ង់អីលព្រីអីជាដើមអញ្ចឹងណាបងប្អូនអាហ្នឹងគេហៅឧបករណ៍ហើយរីឯបរិក្ខារគឺជាបរិក្ខារទាំងឡាយណាដែលយើងប្រើលាយជាមួយដល់អគ្គិសនីបងប្អូនដូចជាម៉ូទ័រស្វានម៉ូទ័រកាត់ម៉ូទ័រផ្សារអីហ្នឹងឬមួយក៏បរិក្ខារអគ្គិសនីអីក៏គេហៅបរិក្ខារដែរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងជាងរិទ្ធមានតែប៉ុណ្្នឹងបងប្អូនបាទអញ្ចឹងកុំឲ្យជាងយើងច្រឡំទៀតថ្ងៃក្រោយបាទសូមអរគុណ